សូមគោរពគណៈអធិបតីជាទីគោរពសូមគោរពទ្រង់ឯកឧត្តមលោកជំទាវអ្នកអង្គការលោកស្រីមេដាបេដាលោកគ្រូអ្នកគ្រូភាគិតយុវបងប្អូនក្មួយសិស្សានុសិស្សទាំងអស់ជាទីគោរពនិងជាទីរាប់អានខ្ញុំបាទឆាយវិរយុទ្ធគឺជាអាណាព្យាបាលក៏ដូចជាឪពុករបស់កុមារីវិរយុទ្ធអភិជាតាទេវីជាសិស្សដែលសិក្សានៅសាលាអាមេរិក Golden Gate ថ្នាក់ EYP3 សាខាភ្នំពេញថ្មីថ្ងៃនេះខ្ញុំបាទពិតជាមានកិត្តិយសមែនទែនបាទបានចូលរួមហើយមានសេចក្តីរំភើបឥតឧបមាតែបានមកចូលរួមក្នុងកម្មវិធីដ៏មានអត្ថន័យខ្ញុំបាទសូមសម្ដែងនៅការកោតសរសើរចំពោះលោកស្រីអគ្គនាយិកាគណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូនៃសាលាអាមេរិក Golden Gate ដែលបានពួចផ្ដើមគំនិតបង្កើតកម្មវិធីទិវាគ្រួសារនេះឡើងព្រោះបាទជាទិវាមួយដែលអាចបណ្ដុះស្មារតីបុត្រធីតាឲ្យចេះគោរពស្រឡាញ់ដឹងគុណមេត្តាបិតាជីដូនជីតាលោកគ្រូអ្នកគ្រូនិងជួយបណ្ដុះគំនិតយុវជនក៏ដូចជាសិស្សានុសិស្សឲ្យចេះចែករំលែកក្តីស្រឡាញ់ចំពោះជនជួបការលំបាកនៅក្នុងសង្គមជាការពិតណាស់ខ្ញុំមានកូនស្រីមួយទៀតសង្ហៃមានកូន2នាក់ហើយកូនស្រីច្បងអាយុ5ឆ្នាំគាត់កំពុងតែសិក្សានៅទីនេះឥឡូវខ្ញុំកំពុងតែគិតគូរកូនស្រីទី2កូនពៅរបស់ខ្ញុំនឹងមកទីនេះឥឡូវអាយុ1ឆ្នាំ1ខែប៉ុន្តែសាលាគាត់ថា1ឆ្នាំ8ខែគាត់ទទួលយកមកអញ្ចឹងមែនអត់អញ្ចឹងយើងអាចស្រែស្រង់មកមួយទៀត1ឆ្នាំ8ខែនៅផ្ទះលពុះដល់កហើយប៉ុន្តែប្រពន្ធរបស់ខ្ញុំប្រាយារបស់ខ្ញុំគាត់បញ្ជាក់ថាចេះកូនទី2កូនស្រីពៅនឹងជាកូនពៅហើយចឹងកូនពៅអត់មានទៀតទេអញ្ចឹងមែនទេអូបាទស្រី2នាក់បាទអរគុណខ្លាំងណាស់ជាចុងបញ្ចប់ខ្ញុំបាទសូមថ្លែងអំណរគុណដល់ទ្រង់ឯកឧត្តមបាទលោកជំទាវអ្នកអង្គការលោកស្រីបាទមេដាបេដាអ្នកគ្រូអ្នកលោកគ្រូភាគិតយុវបងប្អូនក្មួយសិស្សានុសិស្សទាំងអស់ឲ្យជួបតែសំណាងល្អសុខភាពល្អនិងពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងហើយសូមអរគុណសូមគោរព